ពិភពលោកក្នុងរបត់នៃសណ្ដាប់ធ្នាប់ពិភពពូលការប្រកួតប្រជែងអធិបតេយ្យភាព Digital និងតុល្យភាពអំណាចឆ្នាំ2025គឺជាចំណុចរបត់ដែលពិភពលោកលែងវិលជុំក្នុងពលតែមួយទៀតហើយការងើបឡើងនៃតួអង្គមធ្យមដូចជាប្រទេសឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ីនិងទូគីលែងដើរតាមមហាអំណាចទាំងងប់ងល់ទៀតហើយពួកគេប្រើប្រាស់យុទ្ធសាស្ត្រស្វ័យភាពយុទ្ធសាស្ត្រដើម្បីទាញយកប្រយោជន៍ពីទាំងសហរដ្ឋអាមេរិកចិននិងរុស្ស៊ីការបង្កើតប្លុកសេដ្ឋកិច្ចថ្មីក្រុម BRICS បានចាប់ផ្ដើមបង្កើតប្រព័ន្ធទូទាត់សាច់ប្រាក់ជំនួសដែលកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកបន្តិចម្ដងដែលនេះជាការប្រជែងដោយផ្ទាល់ទៅនឹងសណ្ដាប់ធ្នាប់ហិរញ្ញវត្ថុក្រោយសង្គ្រាមលោកលើកទី2ឆ្នាំ2025បច្ចេកវិទ្យាមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់កម្សាន្តឬធ្វើការងារនោះទេប៉ុន្តែជាអាវុធយុទ្ធសាស្ត្រចំពោះអធិបតេយ្យភាព AI ប្រទេសនីមួយៗចាប់ផ្ដើមបង្កើត AI ជាតិរបស់ខ្លួនដើម្បីការពារទិន្នន័យនិងវប្បធម៌ការប្រកួតប្រជែងលើបន្ទះឈីបคล้ายជាសង្គ្រាមត្រជាក់ថ្មីអ្នកណាដែលគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ឈីបកម្រិតខ្ពស់បំផុតអ្នកនោះគឺជាអ្នកកំណត់វាសនានៃសេដ្ឋកិច្ចពិភពលោករីឯសន្តិសុខ Cyber ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាបណ្ដាញអគ្គិសនីនិងប្រព័ន្ធធនាគារคล้ายជាទម្រង់នៃសង្គ្រាមដែលកើតឡើងជារៀងរាល់ថ្ងៃការប្រែប្រួលអាកាសធាតុលែងជាប្រធានបទពិភាក្សាប៉ុន្តែជាវិបត្តិជាក់ស្ដែងដែលបង្ខំឲ្យសណ្ដាប់ធ្នាប់ពិភពលោកផ្លាស់ប្ដូរការដណ្ដើមធនធានរ៉ែកម្រការប្រកួតប្រជែងលើរ៉ែដូចជាលីធ្យូមនិងធាតុកម្រផ្សេងទៀតនិងជំនួសការដណ្ដើមប្រេងកាតប្រទេសនៅអាហ្វ្រិកនិងអាមេរិកឡាទីនដែលមានធនធានទាំងនេះคล้ายជាសមរភូមិការទូតថ្មីរវាងចិននិងលោកខាងលិចយ៉ាងណាមិញរបាំងពន្ធកាបូនប្រទេសអភិវឌ្ឍប្រើប្រាស់ពន្ធបរិស្ថានជាឧបករណ៍ពាណិជ្ជកម្មថ្មីដែលបង្ខំឲ្យប្រទេសកំពុងអភិវឌ្ឍត្រូវតែផ្លាស់ប្ដូរចង្វាក់ផលិតកម្មបើមិនដូច្នោះទេនឹងត្រូវបាត់បង់សមត្ថភាពប្រកួតប្រជែងយើងលែងឃើញមានសកលភាវូពាណិជ្ជកម្មសេរីដូចមុនទៀតហើយផ្ទុយទៅវិញវាគឺជាយុគសម័យនៃ friendshoring ការធ្វើពាណិជ្ជកម្មតែជាមួយប្រទេសណាដែលមាននិន្នាការនយោបាយដូចគ្នាពិភពលោកបែងចែកជាប្លុកពាណិជ្ជកម្មច្រើនកន្លែងវិបត្តិស្បៀងអាហារដោយសារចំនួននៅអ៊ុយក្រែននិងបញ្ហាអាកាសធាតុសន្តិសុខស្បៀងคล้ายជាបញ្ហាសន្តិសុខជាតិប្រទេសមហាអំណាចចាប់ផ្ដើមទិញដីកសិកម្មនៅបរទេសនិងវិនិយោគលើសាច់សិប្បនិម្មិតដើម្បីធានាការផ្គត់ផ្គង់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ប្រទេសសមាជិកទាំងអស់បានសង្កត់ធ្ងន់ទៅលើភាពធន់ចំណុចកណ្ដាលនៃផលិតកម្មការរើរោងចក្រចេញពីប្រទេសចិនមកកាន់វៀតណាមថៃនិងកម្ពុជាកាន់តែមានសន្ទុះខ្លាំងនេះជាឱកាសមាសសម្រាប់សេដ្ឋកិច្ចប៉ុន្តែក៏ជាសម្ពាធផ្នែកនយោបាយតុល្យភាពអំណាចអាស៊ានត្រូវតែរក្សាមជ្ឈភាពយ៉ាងរឹងមាំដើម្បីកុំឲ្យคล้ายជាទីលាននៃសង្គ្រាមត្រជាក់ថ្មីរវាងអាមេរិកនិងចិនការទូតបែបពហុទិសដៅគឺជាជម្រើសតែមួយគត់សម្រាប់រស់រានសរុបមកពិភពលោកឆ្នាំ2025គឺជាពិភពលោកដែលគ្មានអ្នកណាអាចគ្រប់គ្រងអ្នកណាបានទាំងស្រុងវាគឺជាសម័យកាលនៃភាពមិនច្បាស់លាស់ប៉ុន្តែក៏ជាសម័យកាលនៃឱកាសសម្រាប់ប្រទេសដែលចេះបត់បែនតាមបច្ចេកវិទ្យានិងចេះប្រើប្រាស់ការទូតវៃឆ្លាតសណ្ដាប់ធ្នាប់ថ្មីនេះមិនត្រូវបានសរសេរដោយទឹកខ្មៅនៅលើក្រដាសទៀតឡើយប៉ុន្តែត្រូវបានសរសេរដោយកូដកុំព្យូទ័រខ្សែចង្វាក់ផ្គត់ផ្គង់និងសម្ព័ន្ធភាពយុទ្ធសាស្ត្រថ្មីៗ